4ឧបករណ៍ប្រព័ន្ធពិនិត្យតាមដាននិងវឌ្ឍនភាពឧបករណ៍ប្រព័ន្ធពិនិត្យតាមដានផែនការសកម្មភាពរបាយការណ៍វឌ្ឍនភាពតារាងត្រួតពិនិត្យរបាយការណ៍លទ្ធផលត្រួតពិនិត្យនិងតាមដានអ្នកពាក់ព័ន្ធភូមិឃុំស្រុកមន្ទីរនិងក្រសួងលំហូររបាយការណ៍ភូមិឃុំស្រុកមន្ទីរនិងក្រសួងភាពញឹកញាប់នៃការត្រួតពិនិត្យគឺអាស្រ័យលើកត្តាមួយចំនួនដូចខាងក្រោមទំហំនិងភាពស្មុគស្មាញនៃគម្រោងស្ថានភាពគម្រោងចាស់ឬថ្មីសមត្ថភាពបុគ្គលិកដែលប្រតិបត្តិគម្រោងតម្លាភាពនៃអ្នកគ្រប់គ្រងការរៀបចំផែនការត្រូវការថវិកាជាក់ស្ដែងការរៀបចំផែនការពាក់ព័ន្ធនឹងការបែងចែកថវិកាសម្រាប់សកម្មភាពដែលបានគ្រោងទុកហើយជាចំណុចស្នូលនៃការរៀបចំផែនការជាក់ស្ដែងត្រូវតែមានថវិកាប្រចាំឆ្នាំឬប្រចាំត្រីមាសដើម្បីគ្រប់គ្រងដល់ប្រតិបត្តិការជាទៀងទាត់និងវត្តនៃគម្រោងហើយអាចនឹងត្រូវការសម្រាប់គម្រោងជាក់លាក់ផងដែរការរៀបចំថវិកាគឺមិនត្រឹមតែជាការបែងចែកថវិកាប៉ុណ្ណោះទេប៉ុន្តែគឺជាការបញ្ជាក់អំពីប្រភពនៃថវិកាផងដែរតើត្រូវការថវិកាចំនួនប៉ុន្មានតើអ្នកណាជាអ្នកទូទាត់ហើយទូទាត់សម្រាប់អ្វីភ្ជាប់ទៅនឹងឧបករណ៍វិភាគបញ្ហាផ្សេងទៀតការរៀបចំផែនការនិងការរៀបចំថវិកាប្រកបដោយប្រសិទ្ធភាពពឹងផ្អែកលើនិយមន័យច្បាស់លាស់នៃគំរូការផ្តល់សេវាដែលត្រូវបានអនុញ្ញាតនិងពឹងផ្អែកលើទិន្នន័យដែលមានគុណភាពដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តហើយថែមទាំងពឹងផ្អែកលើលទ្ធភាពនៃការផ្តល់មូលនិធិក្នុងប្រភេទដែលសមស្របការរៀបចំផែនការគឺជាឧបករណ៍វិភាគបញ្ហាដ៏សំខាន់មួយនិងមានទំនាក់ទំនងជាមួយស្ទើរតែគ្រប់ឧបករណ៍វិភាគបញ្ហាទាំងអស់ផ្សេងទៀតដូចជាស្ថាប័នការត្រួតពិនិត្យហិរញ្ញវត្ថុគោលនយោបាយយុទ្ធសាស្ត្រនិងការពង្រឹងសមត្ថភាពផែនការហិរញ្ញវត្ថុផែនការយុទ្ធសាស្ត្រនិងផែនការប្រចាំឆ្នាំត្រូវតែផ្អែកលើលទ្ធភាពនៃធនធានហិរញ្ញវត្ថុដែលមានអ្នកជំនាញហិរញ្ញវត្ថុអាចត្រូវបានអញ្ជើញឲ្យចូលរួមនិងផ្ដល់យោបល់លើការរៀបចំផែនការនិងដំណើរការរៀបចំថវិកាដើម្បីជួយកំណត់ភាពខ្វះចន្លោះនិងគូបញ្ជាក់ពីប្រភពមូលនិធិដែលមានសក្តានុពលការត្រួតពិនិត្យពាក់ព័ន្ធនឹងការប្រៀបធៀបពីអ្វីដែលសម្រេចបានជាមួយនឹងអ្វីដែលបានគ្រោងទុកការត្រួតពិនិត្យមានសារៈសំខាន់ណាស់សម្រាប់ការកែតម្រូវផែនការប្រចាំឆ្នាំដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្ត្រ